នៅពេលដែលមកលេងភ្នំគូលែនពុកម៉ែបងប្អូនកុំភ្លេចមកដល់ទីតាំងមួយកន្លែងនេះដែលគេមានជំនឿថាជាទីកន្លែងដ៏ស័ក្តិសិទ្ធិអ្នកស្រុករមែងហៅថាអណ្ដូងទឹកផុសឬក៏អណ្ដូងទឹក7ពណ៌ទីតាំងនេះគឺនៅក្បែរជាមួយនឹងស្ទឹងលឹង1000ហើយទំហំនៃអណ្ដូងនេះគឺប្រមាណជា2ម៉ែត្រ4ជ្រុងនិងមានជម្រៅប្រហែលជា2ម៉ែត្រទៅ2ម៉ែត្រកន្លះអណ្ដូងទឹកផុសនេះគឺមានទឹកខួបប្រាំងខួបវស្សាហើយនៅរដូវប្រាំងយើងអាចមើលឃើញទឹកអណ្ដូងថ្លាឆ្វេងដល់ខាងបាតក្រោមហើយបាតខាងក្រោមដែលពុកម៉ែបងប្អូនឃើញសក្បោះហ្នឹងគឺជាខ្សាច់ដែលយើងឃើញទឹកពុះពីខាងក្រោមកន្លែងខ្សាច់ហ្នឹងដោយដែលទឹកកំពុងតែដាំពុះនៅលើចង្ក្រានអញ្ចឹងដែលនេះគឺជាព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យមួយដែលបាននឹងកំពុងតែកើតមានឡើងនៅលើដែនដីសវណ្ណភូមិរបស់យើងប្រជាពលរដ្ឋដែលរស់នៅលើភ្នំគូលែនក៏ដូចជាអ្នកខេត្តសៀមរាបព្រមទាំងភ្ញៀវទេសចរដែលបានមកលេងនៅទីនេះពួកគាត់មានជំនឿថាអណ្ដូងទឹកផុស7ពណ៌នេះគឺស័ក្តិសិទ្ធិដែលពួកគាត់អាចមកបន់ស្រន់និងបួងសួងដើម្បីសម្រេចនៅបំណងប្រាថ្នាក៏ដូចជាព្យាបាលនៅជំងឺផ្សេងៗដោយយកទឹកនេះមកប្រើប្រាស់ក៏ដូចជាពិសាដោយផ្ទាល់តែម្ដង